ខ្ញុំសូមណែនាំម្ចាស់រឿងបន្តិចលោកអ៊ុតជាក្មេងជនជាតិរស់នៅខេត្តឈៀងរ៉ៃគម្រប់គួរតែប្រាប់អ្នកថាវាមិននៅកណ្ដាលទីក្រុងទេវានៅលើភ្នំវាស្ថិតនៅក្នុងភូមិ Karen បច្ចុប្បន្នលោកអ៊ុតមានអាយុ30ឆ្នាំកាលនៅក្មេងគាត់រស់នៅតែលើភ្នំពេលនេះគាត់ធំពេញវ័យគាត់មកធ្វើការនៅទីក្រុងសម្រាប់រឿងដែលលោកអ៊ុតបានប្រាប់ខ្ញុំស្ដាប់បន្តទៅទៀតវាជារឿងដែលបានកើតឡើងនៅសម័យដែលគាត់នៅក្មេងដំណើរត្រឡប់ក្រោយទៅប្រហែលជាច្រើនជិត20ឆ្នាំមកហើយសម្រាប់អ្នកស្ដាប់នៅពេលកើតហេតុគាត់ប្រាប់ថាគាត់ចាំបានថាគាត់មានអាយុត្រឹមតែ10ឆ្នាំជាងប៉ុណ្ណោះ10ដើមនេះហើយចេះដឹងរឿងហើយតែគ្មានភាពជាអ្នកធំសោះចាំបានតែគាត់ក៏មិនអាចចាំបានគ្រប់លំអិតទេចំណែករឿងនេះដែលលោកអ៊ុតបានជួបគាត់ប្រាប់ខ្ញុំថាគាត់ក៏មិនដឹងដែរថាមនុស្សក្រៅគេនឹងគិតយ៉ាងម៉េចខ្លះមនុស្សប្រហែលជានឹងគិតថាវាជារឿងបង្កើតឡើងក៏បានប៉ុន្តែសម្រាប់ខ្លួនគាត់ឯងដែលបានស្ថិតនៅក្នុងហេតុការណ៍ពិតហើយក៏ជាមនុស្សក្នុងភូមិការ៉េនភូមិនោះពិតផងដែររឿងដែលគាត់បានជួបប្រទះវាមានហេតុផលសមហេតុសម្ផលណាស់ព្រោះថាគាត់បានធំឡើងនៅកន្លែងនោះឲ្យខ្ញុំប្រាប់រឿងនេះទៅតាមលំដាប់ទៅនៅសម័យដែលលោកអ៊ុតគាត់នៅតែជាក្មេងនៅពេលដែលគាត់រស់នៅលើភ្នំនោះផ្ទះរបស់គាត់ស្ថិតនៅក្នុងភូមិការ៉េនតូចមួយប្រហែល20ឆ្នាំមុនវាជាភូមិតូចមួយប៉ុន្តែបច្ចុប្បន្ននេះភូមិនោះបានពង្រីកធំឡើងមានគ្រួសារច្រើនឡើងក្នុងភូមិហើយប្រជាជនក៏កើនឡើងច្រើនជាងមុនភូមិរបស់លោកអ៊ុតគឺជាភូមិដែលធ្វើសួនធ្វើស្រែដាំដំណាំនិងដាំផ្លែឈើធ្វើកសិកម្មដើម្បីជីវភាពដូចភូមិផ្សេងដែរគ្រួសាររបស់វត្តក៏មានមុខរបរដូចគ្នាដែរគឺធ្វើស្រែចម្ការគ្រួសារតូចមួយមានគ្នា4នាក់នោះគឺឪពុកម្ដាយជីដូននិងវត្តខ្លួនឯងជារៀងរាល់ថ្ងៃឪពុកម្ដាយរបស់គាត់ចេញទៅធ្វើការនៅសួនច្បារនិងចម្ការតាំងពីព្រលឹមម្លេះចំណែកយ៉ាមើលថែផ្ទះនិងធ្វើម្ហូបសម្រាប់គ្រួសារលោកអ៊ុតខ្លួនឯងមិនបានរៀនសូត្រទេកាលពីនៅក្មេងព្រោះទី1គ្រួសារគាត់ក្រហើយទី2គ្មានសាលារៀននៅក្នុងភូមិជីវិតប្រចាំថ្ងៃរបស់វត្តក្នុងអំឡុងពេលរបស់គាត់គឺគ្មានអ្វីសោះគាត់តែរត់លេងជាមួយមិត្តភ័ក្តិនៅជុំវិញផ្ទះនោះទេដោយដែលខ្ញុំបាននិយាយពីមុនគាត់កើតនៅភូមិនេះហើយក៏ធំឡើងនៅទីនេះផងដែរដូច្នេះរឿងរ៉ាវទាំងអស់នៅក្នុងភូមិលោកអ៊ុតក៏ដឹងអស់ទាំងស្រុងឧទាហរណ៍ដូចជារឿងរ៉ាវរបស់តាចាស់ម្នាក់តាចាស់រូបនេះគឺជាជនជាតិការ៉េងម្នាក់នៅក្នុងភូមិនេះឯងគាត់មានរូបរាងជាបុរសវ័យចំណាស់មានពុកមាត់និងពុកមាត់របស់គាត់ក៏នឹងវែងតាមស្ទាយដែលមើលទៅគួរឲ្យកោតខ្លាចហើយតាចាស់រូបនេះហើយគឺជាគ្រូពេទ្យខ្មោចប្រចាំភូមិគាត់ជាមនុស្សដែលមានឥទ្ធិពលខ្លាំងណាស់នៅក្នុងភូមិផ្ទះរបស់តាចាស់គ្រូពេទ្យខ្មោចនេះធំធេងហើយក៏មានដីធ្លីធំជាងប្រជាជនភូមិផ្ទៃទៀតផងដែរបាននិយាយភាសាមនុស្សទូទៅគឺមានលុយច្រើននោះហើយច្បាស់ណាស់ព្រោះគាត់ជាគ្រូពេទ្យខ្មោចប្រចាំភូមិពេលដែលប្រជាជនក្នុងភូមិមានបញ្ហាអ្វីផ្សេងគេតែងតែទៅរកតាចាស់រូបនេះដូច្នេះទ្រព្យសម្បត្តិនិងលុយកាក់គ្រប់យ៉ាងក៏មកកក់ស្ថិតនៅផ្ទះគាត់ម្នាក់ឯងហើយអ្វីដែលសំខាន់ជាងគេនោះគឺផ្ទះរបស់តាចាស់គ្រូពេទ្យខ្មោចដែលបាននិយាយនេះស្ថិតនៅចុងផ្ទះលោកអ៊ុតផងដែរជាប់នេះគឺរបងប៉ះគ្នាផ្ទាល់សម្រាប់អ្នកស្ដាប់ទាំងអស់គ្នានៅរៀងរាល់ព្រឹកពេលលោកអ៊ុតភ្ញាក់ពីគេងហើយបើកបង្អួចផ្ទះគាត់នឹងឃើញផ្ទះរបស់តាចាស់គ្រូពេទ្យខ្មោចភ្លាមប៉ុន្តែទោះបីជាផ្ទះជាប់គ្នាក៏ដោយគាត់ខ្លួនឯងស្ទើរតែមិនដែលឃើញតាចាស់រូបនោះសោះគាត់ដឹងថាផ្ទះនោះជាអ្នកណាហើយក៏ដឹងមុខរបស់តាចាស់នោះដែរតែលោកអ៊ុតមិនដែលចូលទៅពាក់ព័ន្ធឬចូលទៅស្និទ្ធស្នាលជាមួយគាត់ឡើយនេះហើយជាមូលហេតុដែលធ្វើឲ្យលោកអ៊ុតស្ទើរតែមិនដែលជួបមុខតាចាស់នោះសោះភាគច្រើនវិញគឺជាជនជាតិភាគច្រើននៅក្នុងភូមិនេះផងដែរដែលពេលមានបញ្ហាអ្វីក៏ទៅសុំឲ្យគាត់ជួយដោយសារតែប្រជាជនភាគច្រើននៅភូមិរបស់លោកអ៊ុតគេគោរពជឿជាក់លើវិញ្ញាណជាធម្មតាដូច្នេះប្រជាជនភូមិគេក៏លើកតំណែងអ្នកព្យាបាលជាអ្នកពិសេសដូចជាតំណាងរបស់ព្រះជាដើមមានពេលជាច្រើនណាស់លោកអ្នកស្ដាប់ដែលលោកអ៊ុតគេងនៅផ្ទះខ្លួនឯងហើយខ្លួនគាត់ផ្ទាល់ក៏ជាញាតិញាប់បានឮសំឡេងចម្លែកចេញមកពីផ្ទះរបស់តាចាស់អ្នកព្យាបាលផងដែរមានពេលខ្លះជាសំឡេងយំមានពេលខ្លះវិញជាសំឡេងហៅហូរដោយការឈឺចាប់ហើយរាល់ពេលវេលាទាំងនោះភាគច្រើនកើតឡើងនៅពេលយប់រហូតមានថ្ងៃមួយលោកអ៊ុតជាមួយមិត្តភ័ក្តិចេញទៅលេងខាងក្រៅផ្ទះរហូតដល់យប់ពេលត្រឡប់មកវិញព្រះអាទិត្យក៏លិចហើយលោកអ៊ុតក៏ចូលផ្ទះវិញដោយមានអារម្មណ៍ឃ្លានខ្លាំងពីការធុញនឿយហត់ដែលបានចេញលេងមួយថ្ងៃមកពេលបើកទ្វារចូលផ្ទះគាត់ក៏ដើរទៅផ្ទះបាយខាងក្រោយភ្លាមជារៀងរាល់ថ្ងៃយាយរបស់លោកអ៊ុតតែងតែធ្វើម្ហូបទុកឲ្យគាត់ក្នុងទូជានិច្ចរាល់ពេលដែលគាត់បើកទ្វារផ្ទះបាយចូលទៅគាត់តែងតែបានក្លិនម្ហូបដែលយាយធ្វើទុកតែថ្ងៃនេះវាមានអ្វីមួយចម្លែកព្រោះថា
ពេលដែលលោកអូតបើកទ្វារផ្ទះបាយចូលទៅគាត់វិញត្រូវបានក្លិនស្អុយមួយវាជាក្លិនស្អុយស្អប់ស្អុយស្អិតដូចជាអាហារចាស់ដែលរលួយក្លិននោះរីករាលដាលពេញផ្ទះបាយក្លិនវាស្អុយខ្លាំងដល់ថ្នាក់ធ្វើឲ្យច្រមុះគាត់ឈឺទាំងស្រុងលោកអូតព្យាយាមកោងមើលទៅលើដីដើម្បីស្វែងរកមូលហេតុនិងប្រភពនៃក្លិននោះពេលដែលគាត់ឃើញតបាយនៅក្នុងផ្ទះបាយមានអ្វីមួយដាក់ស្ថិតនៅលើតុគាត់ក៏ដើរទៅកាន់តបាយនោះភ្លាមហើយយកច្រមុះទៅជីកម្ហូបប៉ុន្តែគាត់សុំក្លិនមើលវិញម្ហូបនោះវិញមិនមានក្លិនស្អុយរលួយអ្វីឡើយគាត់ក៏មើលជុំវិញបន្ទប់ផ្ទះបាយម្ដងទៀតប៉ុន្តែមិនថាគាត់ព្យាយាមស្វែងរកយ៉ាងណាក៏មិនអាចរកឃើញមូលហេតុនៃក្លិននោះបានទេមិនយូរប៉ុន្មានទេស្រាប់តែមានសំឡេងមកពីខាងក្រោយផ្ទះតំបន់នោះជាតំបន់ដែលភ្ជាប់ជាមួយផ្ទះបាយដំបងលោកអូតគិតថាប្រហែលជាសត្វមួយទេគាត់ក៏ព្យាយាមដើរយឺតទៅតាមប្រភពសំឡេងនោះតែអ្វីដែលគួរឲ្យចង់ដឹងនោះគឺពេលគាត់ដើរចូលទៅជិតសំឡេងនោះកាន់តែខ្លាំងក្លិនស្អុយដែលគាត់ធ្លាប់បានឃើញពីមុនក៏កាន់តែស្អុយខ្លាំងឡើងក្លិននោះខ្លាំងដល់ថ្នាក់ធ្វើឲ្យគាត់មានអារម្មណ៍វិនវល់ហើយភ្លាមដែលគាត់លូតមុខចេញពីផ្ទះបាយដើម្បីមើលទៅខាងក្រោយផ្ទះលោកអូតក៏ឃើញថាតំបន់ទំនេរខាងក្រោយផ្ទះដែលមានស្មៅរុក្ខជាតិរុំជាប់ផ្ទះអ្នកជំនាញអាតកំបាំងចាស់នោះមានស្រមោលខ្មៅមួយកំពុងអង្គុយបែបយ៉ាងនៅពីក្រោយផ្ទះបាយផ្ទះលោកអូតស្រមោលនោះក៏កំពុងកន្ទុយដូចជាកំពុងបរិភោគអ្វីមួយគាត់ដឹងភ្លាមថាប្រភពនៃក្លិនស្អុយដែលគាត់បានឃើញពីមុននោះវាមកពីសាកសពនៅមុខគាត់តែភ្លាមបន្ទាប់មកស្រមោលខ្មៅនោះដែលកំពុងបរិភោគសាកអ្វីមួយនៅក្នុងភាពងឹតក៏បង្វិលមុខមករកលោកអូតយ៉ាងលឿនលោកអូតភ័យស្លន់ស្លោចេញក្រោយមិនដឹងធ្វើអ្វីទេមានតែឈរតឹងដោយសារភ័យខ្លាចនៅក្នុងផ្ទះបាយផ្ទះខ្លួនឯងបន្ទាប់មកមិនយូរប៉ុន្មានទេមុនពេលស្រមោលខ្មៅនោះវានឹងពន្លត់ចេញពីកូនសត្វស្អុយនោះទៅយ៉ាងលឿនពេលវាពន្លត់ចេញពីក្នុងផ្ទះបាយវាក៏ពន្លត់ចេញទៅដោយអាកប្បកិរិយាឆ្ងាញ់វាប្រើជើង4ដើម្បីពន្លត់ទៅយ៉ាងលឿនដូចជាមនុស្សដែលប្រើទាំងដៃទាំងជើងគាំដេកហើយផ្លាស់ទីទៅមុខអ្វីដែលលោកអូតបានឃើញនោះគាត់មើលមិនច្បាស់ទេព្រោះពេលនោះវាជាពេលយប់ពន្លឺព្រះច័ន្ទក៏មើលអ្វីមិនសូវឃើញជារឿងអាក្រក់ជាងនេះទៅទៀតគឺស្រមោលនោះក៏ជាពណ៌ខ្មៅទៀតផងបន្ថែមពីនេះវាក៏ពន្លត់ទៅយ៉ាងលឿនផងដែរលោកអូតគាត់អាចមើលឃើញតែមួយគត់ថាស្រមោលនោះវាពន្លត់ទៅផ្ទះរបស់តាចាស់ដែលជាគ្រូពេទ្យមុនពេលវាអន់លងបាត់ទៅក្នុងភាពងឹតខាងក្រោយផ្ទះតាចាស់នោះត្រូវទទួលស្គាល់ថានៅយប់នោះគាត់ភ័យខ្លាចខ្លាំងណាស់មានអារម្មណ៍ភ័យស្លន់ស្លោបន្ថែមទៀតជាក្មេងក៏មានចិត្តចង់ដឹងចង់ឃើញហើយចុងក្រោយក៏បានឃើញរូបភាពអ្វីមួយដែលមិនគួរឲ្យឃើញនៅពេលដែលស្រមោលនោះវាឆ្លងកាត់ពីក្រោយផ្ទះទៅគាត់អូតក៏បានឃើញច្បាស់ថាសាកសពនៅមុខគាត់គឺជាសាកសពសត្វធំមួយវាជាសត្វធំដែលត្រូវបានបរិភោគអាហារផ្នែកខាងក្នុងរួចទៅហើយតែប៉ុណ្ណោះបងប្អូនខ្ញុំរត់ចូលទៅក្នុងផ្ទះរបស់ខ្លួនហើយបន្តិចក្រោយក៏ទៅបញ្ញាឪពុកម្ដាយឲ្យភ្ញាក់ឡើងមកមើលពេលឪពុកម្ដាយដើរចេញទៅមើលសាកសពនៅខាងក្រោយផ្ទះគេក៏ត្រូវហៅមនុស្សចាស់ផ្សេងទៀតមកជួយមើលផងដែរឲ្យរន្ធត់ណាស់អ្នកទាំងអស់គ្នាបានឃើញស្នាមនៅលើសាកសពជ្រូកនោះវាជាស្នាមសត្វដែលត្រូវបានធ្វើបាបហើយស្នាមនោះក៏ចម្លែកផងដែរមានទាំងស្នាមធ្មេញនិងស្នាមក្រចកតែតាមបទពិសោធន៍របស់មនុស្សដែលកើតនិងធំឡើងនៅក្នុងភូមិព្រៃអ្នកចាស់ទាំងអស់គ្នាក៏សន្និដ្ឋានថានេះវាចម្លែកខ្លាំងណាស់មនុស្សគ្រប់គ្នាមិនដឹងទេថាវាជាស្នាមរបស់អ្វីតែវាមិនមែនជាស្នាមសត្វខ្លាឡើយហើយក៏មិនមែនជាសត្វធំផ្សេងទៀតណាមួយដែលធ្វើបែបនេះដែរតាមបទពិសោធន៍ក៏មិនអាចបញ្ជាក់បានច្បាស់ថាវាជាអ្វីផងដែរចុងក្រោយបំផុតមនុស្សចាស់នៅភូមិគឺបានបដិសេធហើយសម្រេចថាវាហាក់ដូចជាសត្វព្រៃមួយណាមួយប៉ុណ្ណោះប្រជាជនក្នុងភូមិគេក៏សូមឲ្យវាមិនមែនជាអ្វីពីរប្រភេទទេមួយគឺខ្លាទីពីរគឺសាងនៅព្រឹកថ្ងៃបន្ទាប់លោកអូតក៏ភ្លេចអស់រឿងដែលបានជួបកាលពីយប់មិញទៅស្រួលដោយពេលចេញពីផ្ទះក៏ទៅលេងជាមួយមិត្តភ័ក្តិដោយធម្មតារហូតដល់មិត្តម្នាក់ក្នុងក្រុមនិយាយថាម្សិលមិញម៉ាក់ខ្ញុំទៅរកអ្នកធ្វើគំនរនៅជិតផ្ទះអ្នកនោះហើយពីព្រោះឪពុកម្ដាយគេធ្លាប់តែចំនួនគ្នារៀងរាល់ថ្ងៃស្រាប់តែចាប់ផ្ដើមស្រឡាញ់គ្នាឡើងវិញធ្វើម្ហូបឲ្យគ្នាហូបរហូតមិត្តគេក៏សាច់ដោតពេលលោកអូតបានឬបែបនោះគាត់ក៏អាំរឿងកាលពីយប់មិញឡើងភ្លាមគាត់សម្រេចចិត្តនាំរឿងដែលបានជួបកាលពីយប់មិញទៅប្រាប់មិត្តភ័ក្តិដោយឲ្យមិត្តទាំងអស់គ្នាស្ដាប់រឿងដែលលោកអូតបានប្រាប់ហើយពេលដែលគេដឹងថានេះជារឿងលើសធម្មជាតិគេក៏រំភើបគ្នាខ្លាំងត្រូវទទួលស្គាល់មែនទេថារឿងភ័យបែបនេះសម្រាប់កុមារនៅវ័យនោះក៏រំភើបមិនខុសពីកុមារបច្ចុប្បន្នដែរពេលនិយាយទៅនិយាយមកមិនដឹងថានរណាជាចំណុចចាប់ផ្ដើមនៃគំនិតចម្លែកនេះទេគំនិតដែលថា
តែយើងគូចូលទៅមើលក្នុងផ្ទះអ្នកធ្វើគំនុំមើលទេអ្នកធ្វើគំនុំនៅជិតផ្ទះលោកអ៊ុតនោះហើយដំបងគាត់ផ្ទាល់ក៏ស្ទាក់ស្ទើរដែរប៉ុន្តែបន្ទាប់ពីអ្វីដែលលោកអ៊ុតបានជួបកាលពីយប់មិញមួយផ្នែកគាត់ក៏ភ័យមួយផ្នែកទៀតក៏ចង់ដឹងដែរថាផ្នែកក្នុងនោះមានអ្វីដូច្នេះគាត់ក៏យល់ព្រមទៅតាមមិត្តភ័ក្តិនៅល្ងាចថ្ងៃនោះផ្ទាល់បន្ទាប់ពីកុមារទាំងអស់គ្នាបានរៀបចំផែនការរួចរាល់លោកវូដក៏ត្រឡប់មកផ្ទះដើម្បីញ៉ាំបាយល្ងាចជាមុនគេពេលយប់មកដល់ប្រហែលជាម៉ោង 8 យប់បន្តិចប៉ុណ្ណោះពេលឪពុកម្ដាយមូទឹកចូលគេងរួចហើយគាត់ក៏លួចចេញពីផ្ទះតាមផ្លូវចេញពីផ្នែកខាងក្រោយផ្ទះជិតផ្ទះបាយហើយទៅជួបមិត្តភ័ក្តិនៅកន្លែងដែលបានកំណត់ជួបគ្នាចុងក្រោយសរុបគឺក្មេងក្នុងក្រុមចំនួន56នាក់ដែលបានកំណត់ជួបគ្នាពេលដល់ពេលពិតមកមានតែ2នាក់ប៉ុណ្ណោះគឺលោកអ៊ុតជាមួយមិត្តម្នាក់ទៀតពេលឃើញមនុស្សមកតិចបែបនេះក៏ចាប់ផ្ដើមមានអារម្មណ៍ភ័យហើយប៉ុន្តែដោយសារតែសត្ថភាពជាបុរសមិនអាចបោះបង់បានទាំង2នាក់ក៏សម្រេចចិត្តទៅផ្ទះអ្នកជំនាញអាតកំបាំងជាមួយគ្នានេះហើយពិតប្រាកដណាស់ខ្ញុំប្រើពាក្យថាទៅផ្ទះអ្នកជំនាញអាតកំបាំងវាអាចនឹងសំបីតែសម្ដៅថាមានភាពហិង្សាហើយផងដែរអាចនិយាយបានថាពួកគេបានលួចទៅមើលល្អជាងក្មេង2នាក់នេះពួកគេបានលួចទៅខាងក្រោយផ្ទះហើយបន្តិចដើរតាមរបងមុននឹងឡើងផ្ទះអ្នកជំនាញអាតកំបាំងតាមទ្វារខាងក្រោយនៅពេលដែលលោកអ៊ុតបាញ់ភ្នែកមើលចូលទៅក្នុងផ្ទះគាត់បានឃើញរាងខ្មៅមួយវាដូចជាស្រមោលដែលគាត់បានឃើញកាលពីយប់មិញមិនខុសអីប៉ុន្តែផ្ទុយទៅវិញលើកនេះគាត់ឃើញវានៅកណ្ដាលផ្ទះអ្នកជំនាញអាតកំបាំងនៅកណ្ដាលផ្ទះដែលមានពន្លឺភ្លើងពីរចំណុចវាធ្វើឲ្យលោកអ៊ុតអាចមើលឃើញលម្អិតនៃស្រមោលនោះបានច្បាស់យ៉ាងច្បាស់លាស់បន្ថែមទៀតដោយស្រមោលដែលគាត់បានឃើញនោះគឺជារូបភាពនៃយាយម្នាក់ដែលចាស់មានក្នុងកោងមុខមានពណ៌ក្រហមខ្លាំងហើយធ្មេញរបស់នាងតូចស្រួចដូចធ្មេញត្រីយាយនោះកំពុងដើរទៅវិញទៅមកដោយសកម្មភាពភ័យភ័យនៅកណ្ដាលផ្ទះរបៀបដើររបស់នាងគឺដើរដោយប្រើជើង4គ្រាប់គឺជើង2ហើយដៃ2ទៀតក៏ក្រឡាប់ទៅមុខជាច្រវាក់មូលពេលដែលក្មេងទាំងពីរមើលឃើញអញ្ចឹងក៏ភ្នែកធំភ្នែកត្រឡប់មិត្តរបស់លោកអ៊ុតដៃក៏ច្របូកច្របល់ហើយក៏ក្រឡាប់រៀងលោកអ៊ុតទៅវិញទៅមកដោយនិយាយជាមួយសំឡេងក្រឡាប់ក្រឡោតដូចជាកំពុងនឹងយំថាយើងត្រឡប់ទៅផ្ទះវិញទៅនៅវិនាទីនោះលោកអ៊ុតបានមើលចូលទៅក្នុងផ្ទះរបស់អ្នកធ្វើគំនូរនោះហើយក៏បានឃើញរូបភាពរបស់អ្នកធ្វើគំនូរដែលឈរនៅមុខទ្វារផ្ទះទីតាំងរបស់អ្នកធ្វើគំនូរគឺនៅឆ្ងាយពីយាយក្នុងកង់នោះលោកអ៊ុតបានឃើញថាអ្នកចាស់នោះកំពុងដើរជុំវិញផ្ទះគាត់ដើរទៅដើរមកដោយអាកប្បកិរិយាដូចជាមនុស្សដែលដៃជើងគ្មានកម្លាំងប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតមិនមែនជាអ្នកធ្វើគំនូរទេតែវាជាស្ត្រីម្នាក់ដែលខ្ពស់ម្នាក់ឈរនៅពីក្រោយអ្នកធ្វើគំនូរនាងនោះឈរជាប់ពីក្រោយអ្នកចាស់នោះមុននឹងនាងលើកដៃនឹងដៃរបស់អ្នកធ្វើគំនូរឲ្យរាំតាមបទភ្លេងនៅក្នុងស្ថានភាពដែលលោកអ៊ុតបានឃើញអ្នកធ្វើគំនូរនោះដូចជាគាត់ជារូបកាយគ្មានវិញ្ញាណដែលជើងរបស់គាត់ត្រូវបានបត់ទៅស្ដាំទៅឆ្វេងដូចជារូបកាយរបស់គាត់ត្រូវបានគ្រប់គ្រងដោយស្ត្រីដែលឈរនៅពីក្រោយនៅពេលវេលាដែលលោកអ៊ុតបានឃើញសេចក្តីពិតទាំងអស់នោះគាត់បានបត់ក្រោយភ្លាមហើយក៏ឃើញថាមិត្តរបស់គាត់បានរត់ជួបមកទៅមុនហើយដោយសារភ័យខ្លាចនោះហើយលោកអ៊ុតបានរត់ហើយប៉ះពាល់ដល់ដីធ្លាក់ធ្លាយហើយពេលធ្លាក់មានសម្លេងឆក់ទៅលើកំប៉ុងនៅជិតផ្ទះសម្លេងធ្លាក់លើកំប៉ុងដែលលោកអ៊ុតធ្លាក់ប៉ះនោះដូចជាសញ្ញាដែលជូនដំណឹងអ្វីមួយទៅអ្វីដែលស្ថិតនៅក្នុងផ្ទះរបស់អ្នកធ្វើគំនូរនោះបន្ទាប់ពីគាត់បានលេបឡើងពីដីក្នុងរយៈពេលបន្តិចបន្តួចស្រាប់តែមានសម្លេងសាយខ្ពស់លឺច្បាស់ក្រឡេកទៅទូទាំងមុនពេលក្លិនសាបស្អុយប៉ះពាល់ដូចថ្ងៃមុននោះវាក៏កាន់តែស្អុយខ្លាំងឡើងនៅពេលនោះលោកពិចគាត់ភ្ញាក់ផ្អើលនិងភ័យខ្លាចណាស់ហើយមិនអាចធ្វើអ្វីបានទេលើសពីការរត់គេចចេញចុងក្រោយគាត់ក៏រត់គេចចេញពីរបងផ្ទះរបស់អ្នកធ្វើគំនូរនោះមុននឹងត្រឡប់ចូលទៅផ្ទះខ្លួនឯងហើយរស់រាន់ឡើងគេងគ្រប់ពុករហូតដល់ព្រឹកគាត់បានប្រាប់ខ្ញុំថាគាត់ផ្ទាល់ក៏មិនដឹងដែរថាហេតុអ្វីពេលវេលាក្នុងយប់នោះវាលឿនខ្លាំងណាស់គាត់មានស្មារតីដឹងខ្លួនហើយស្ទើរតែដឹងខ្លួនជានិច្ចផងដែរគាត់ដឹងថាគាត់គេងមិនលក់ហើយគេងក៏រញ្ជួយស្ទើរតែពេញយប់ប៉ុន្តែបន្ទាប់មកពេលគាត់ដឹងខ្លួនម្ដងទៀតមន់នៅផ្ទះជិតខាងក៏ចាប់ផ្ដើមគោះហើយនៅព្រឹកបន្ទាប់រឿងដែលធ្វើឲ្យលោកអ៊ុតភ្ញាក់ផ្អើលតាំងពីព្រឹកឡើងមកពីម្ដាយរបស់គាត់ពេលបាយព្រឹកបន្ទាប់ពីគ្រប់គ្នាហូបបាយចប់គាត់ឆ្ងល់ថាហេតុអ្វីបានជាសំឡេងឮពីខាងក្រៅផ្ទះពេលកំពុងដាំបាយដូចជាមានមនុស្សច្រើននៅខាងក្រៅផ្ទះមួយសន្ទុះក្រោយមកពេលម្ដាយដើរចេញពីផ្ទះត្រឡប់មករង្វង់មូលបាយវិញម្ដាយប្រាប់គាត់ថាបុរសចំណាស់ក្បែរផ្ទះស្លាប់បាត់ទៅហើយ
ហើយតើតាចាស់នោះអាចស្លាប់បានដូចម្តេចនៅពេលដែលយប់មិញលោកអូតនៅតែឃើញដោយភ្នែកផ្ទាល់ថាតាចាស់នោះនៅកំពុងរំនៅកណ្ដាលផ្ទះរបស់គាត់ផ្ទាល់ដោយសារភ្ញាក់ផ្អើលគាត់ក៏បន្តប្រឆេតបាយឲ្យរហ័សហើយទៅមើលមនុស្សមួយក្រុមនៅមុខផ្ទះតាចាស់មន្ត្រីអ្នកព្យាបាលបង្ហាញថារូបភាពសពរបស់តាចាស់មន្ត្រីអ្នកព្យាបាលដែលលោកអូតឃើញជារូបភាពចុងក្រោយនោះវាជារូបភាពដែលមានលក្ខណៈដូចគ្នានឹងជ្រូកនៅក្រោយផ្ទះកាលពីម្សិលមិញវាជារូបភាពនៃតាចាស់ដែលមើលទៅដូចជាគាត់ត្រូវបានបរិភោគអានរៀងក្នុងបន្ទាប់ពីរឿងតាចាស់មន្ត្រីអ្នកព្យាបាលស្លាប់បានបញ្ចប់លោកអូក៏យករឿងរ៉ាវទាំងអស់ដែលគាត់បានជួបប្រទះមកប្រាប់ម្ដាយនៅពេលដំបូងដែលម្ដាយដឹងការពិតម្ដាយគាត់ក៏ខឹងដែរម្ដាយគាត់ខឹងថាហេតុអ្វីលោកអូតលេងបែបនោះឬចូលទៅផ្ទះគេដោយមិនសុំសិទ្ធិទាំងជាផ្ទះអ្នកព្យាបាលប្រចាំភូមិផងឬម្ដាយគាត់ក៏ភ័យថាលោកអូតនឹងប្រឈមនឹងគ្រោះថ្នាក់ប៉ុន្តែសំណាងល្អដែលលោកអូតបានរស់រានសុវត្ថិភាពប៉ុន្តែអ្នកស្លាប់វិញគឺតាចាស់មន្ត្រីអ្នកព្យាបាលហើយរឿងរ៉ាវបន្ទាប់ពីនេះវាជាការជឿជាក់របស់ភូមិរបស់លោកអួតនេះបាទនៅចំណុចនេះសូមអ្នកស្ដាប់ប្រើវិចារណញ្ញាណក្នុងការស្ដាប់ផងដែរគឺលោកអួតគាត់បានប្រាប់ថាតាមពិតទៅតាចាស់នោះគាត់ជាមន្ត្រីអ្នកព្យាបាលពិតប្រាកដមែនតែគាត់ប្រហែលជាធ្វើអ្វីមួយឬក៏អាចជាអ្នកចិញ្ចឹមភេរវៈឬក៏គាត់ខ្លួនឯងហើយជាភេរវៈដែលមនុស្សតំបន់កណ្ដាលហៅថាភេរវៈបបពេលមួយណាគាត់មិនអាចគ្រប់គ្រងអ្វីដែលគាត់ចិញ្ចឹមទុកបានទេមិនអាចគ្រប់គ្រងភេរវៈដែលគាត់ចិញ្ចឹមទុកបានទេអ្វីទាំងអស់នោះបានត្រឡប់មកលើខ្លួនគាត់វិញពេលគាត់គ្មានអ្វីសម្រាប់បូជាគ្មានអ្វីឲ្យភេរវៈញ៉ាំទីបំផុតភេរវៈនោះក៏មកញ៉ាំខ្លួនគាត់ឯងវិញវាដូចជាសាច់ជ្រូកស្លាប់នៅខាងក្រោយផ្ទះលោកអូតកាលពីប្រមាណថ្ងៃមុននោះហើយពិតជាដូចគ្នាហើយចំណែកខ្លួនលោកអូតផ្ទាល់ក៏មិនដឹងដែរថាហេតុអ្វីបានជាចាស់មុនស្នេហ៍នោះស្លាប់ខ្លួនឯងតែដូចដែលបាននិយាយហើយពីព្រោះរឿងទាំងនេះវាជារឿងលើសធម្មជាតិលើសការរំពឹងទុកក្មេងអាយុប្រហែល10ឆ្នាំបានឃើញហេតុការណ៍ទាំងអស់នោះក៏មិនដឹងថាត្រូវពន្យល់យ៉ាងម៉េចដែរបន្ទាប់ពីរឿងនេះកន្លងផុតទៅមិនយូរប៉ុន្មានទេលោកអូតក៏ចាប់ផ្ដើមធ្វើការបានខ្លួនគាត់ផ្ទាល់ក៏ចុះមកធ្វើការនៅក្នុងទីក្រុងដែរហើយក៏បន្តសិក្សាផងដោយសិក្សាផ្នែកក្រៅប្រព័ន្ធរហូតដល់គាត់ធំគ្រប់គ្រាន់មានគ្រួសារហើយគាត់ក៏បានផ្លាស់ទីមករស់នៅក្នុងទីក្រុងជំនួសនេះជាការបិទបញ្ចប់រឿងនិទានអំពីអាថ៌កំបាំងរបស់ហ៊ីភូមិក្រាហៀងចាប់តាំងពីពេលនោះមកពិតប្រាកដណាស់រឿងរបស់លោកអូតបានបញ្ចប់ទៅហើយប៉ុន្តែមុននេះមកដែលគាត់បានទៅជួបមនុស្សមួយជាមួយគ្នានៅក្នុងផ្ទះរបស់ហេប្រចាំភូមិមានមិត្តម្នាក់ទៀតដែរដែលបានឃើញរឿងនោះជាមួយគ្នាមិត្តរូបនេះក៏គួរឲ្យអាណិតដូចគ្នាស្ដាប់អ្នកស្ដាប់គឺដូចជាគាត់ជាមនុស្សដែលមានចិត្តខ្សោយជាងលោកអូតទេទោះបីឃើញរូបភាពដូចគ្នាក៏ដោយតែការយល់ដឹងនិងការទទួលយករបស់គាត់មិនដូចគ្នាទេលោកអូតខ្លួនឯងក៏ភ័យប៉ុន្តែត្រូវតែអត់ធ្មត់បានតែសម្រាប់មិត្តដែលទៅជាមួយនោះសូមពិតណាស់លោកអូតបានប្រាប់ថាបន្ទាប់មកមិត្តរូបនោះក៏មើលទៅចម្លែកដែរគាត់មិនមែនជាមនុស្សដែលមានខ្មោចចូលទេប៉ុន្តែដូចជាគាត់បានជួបរឿងហើយភ័យខ្លាំងណាស់ពេលភ័យខ្លាំងចិត្តគាត់ក៏រត់ចេញទៅអ្នកស្ដាប់ជាទីគោរពគាត់ខ្លាយជាមនុស្សដែលមិនសូវមានស្មារតីល្អមិនមែនជាមនុស្សស្រវឹងស្មារតីដូចមនុស្សផ្ទះបាយទេតែគាត់ខ្លាយជាមនុស្សដែលធ្វើអ្វីយឺតទៅហើយដូចជាពេលហៅឈ្មោះឬអ្វីបន្តិចគាត់នឹងភ្ញាក់ផ្អើលដូចជាគាត់ភ័យហើយក៏សង្ស័យគ្រប់ពេលបន្ទាប់ពីរឿងនោះលោកអូតក៏បានទៅរកគាត់នៅផ្ទះហើយគាត់មកលេងជាមួយដែរឪពុកម្ដាយរបស់មិត្តរបស់គាត់ក៏សួរលោកអូតវិញថាទៅធ្វើអ្វីមកហើយអ្វីបានជាកូនប្រុសគាត់ខ្លាយទៅជាមានសភាពបែបនោះពេលលោកអូតប្រាប់រឿងទាំងអស់ឲ្យឪពុកម្ដាយមិត្តស្ដាប់ឪពុកម្ដាយមិត្តក៏យំស្រួលចិត្តខ្លាំងណាស់ព្រោះគាត់ភ័យថាកូនរបស់គាត់នឹងផ្លាស់ប្ដូរទៅគាត់ក៏ភ័យថាកូនរបស់គាត់នឹងក្លាយជាទីយាតរបស់អ្នកព្យាបាលខ្មោចក្នុងភូមិឬអ្វីប្រហែលបែបនោះចំណុចនេះសូមបញ្ជាក់ថាវាជាការជឿជាក់ផ្ទាល់ខ្លួនប៉ុណ្ណោះរឿងនេះជារបស់លោកអូតស្ដាប់អ្នកស្ដាប់ពេលខ្ញុំអានរឿងនេះខ្ញុំគិតថាប្រហែលជាភាពបាបឬទេវាស្រដៀងគ្នានឹងតំបន់កណ្ដាលឬក៏នៅតំបន់អ៊ីសានភាគខាងជើងកើតគេហៅថាភាពបាបតែប៉ុន្តែតាមតំបន់នីមួយគេមានពាក្យហៅខុសគ្នាប្រហែលជាភាពឬសម្ភាសីឬក៏ជាអសុរកាយប្រភេទដូចគ្នាតែព្រោះតែតំបន់ផ្សេងប្រទេសផ្សេងគេក៏ហៅខុសគ្នាទៀតចុងក្រោយបំផុតវាក៏មិនផុតពីអ្វីដែលស្ថិតនៅក្នុងអបាយភូមិទេលោកអ្នកស្ដាប់អបាយភូមិមានសត្វត្រាច់សានព្រេតអសុរកាយហើយក៏មានសត្វនរកផងដែរនៅក្នុង4អបាយភូមិនេះហើយត្រូវតែចេញមកពីកន្លែងណាមួយប្រសិនបើឲ្យខ្ញុំទីប្រហែលជាអាចជាអសុរកាយក៏បានហើយតាមដែលលោកអូតបានប្រាប់ខ្ញុំគឺដូចជាថាមន្ត្រីគ្រូពេទ្យនោះត្រូវអ្វីមួយចូលក្នុងខ្លួនឬក៏ខ្មោចឬវិញ្ញាណដែលគេបានចិញ្ចឹមទុកបានចូលមកខំញ៉ងខ្លួនគាត់ឯង
វាអាចជាការពិតដែលលោកអ្នកស្ដាប់នៅក្នុងរឿងជាច្រើនដែលខ្ញុំបានប្រាប់មកថ្ងៃនេះលេងអំពើអាបអាតកំបាំងបែបនេះឬក៏ចិញ្ចឹមខ្មោចចិញ្ចឹមសំណប់ផ្សេងខ្ញុំឃើញថាស្ទើរតែគ្រប់គ្នាចប់បែបមិនល្អទេមិនយឺតក៏ឆាប់ដែរអ្វីទាំងនេះដែលយើងចិញ្ចឹមទុកហើយយកទៅប្រើធ្វើអាក្រក់លើអ្នកដទៃឬធ្វើអ្វីមិនល្អទាំងអស់វានឹងត្រឡប់មកខ្លួនយើងវិញជាក់ជាមិនខានវាគ្រាន់តែរងចាំថ្ងៃណាមួយប៉ុណ្ណោះពេលដែលសុចរិតធម៌ដែលការពារយើងបានផុតកំណត់នៅពេលនោះវាដូចជាការបើកឱកាសឲ្យវាត្រឡប់មកធ្វើអន្តរាយដល់យើងវិញដូច្នេះកុំចូលរួមជាមួយរឿងទាំងនេះអីទេមិនថាវាជាអ្វីក៏ដោយប្រហែលជាវាអាចជួយបានពិតដែរអំពើអាបអាតកំបាំងទាំងនេះប៉ុន្តែវាជួយបានតែបណ្ដោះអាសន្នប៉ុណ្ណោះហើយយើងផ្ទាល់ក៏មិនដឹងដែរថាការជួយបាននោះយើងត្រូវបដូរយកអ្វីទៅវិញចុងក្រោយខ្ញុំក៏ឃើញថាអ្វីទាំងនេះវានឹងយកត្រឡប់វិញទាំងអស់ហើយភាគច្រើនត្រូវបដូរយកជាជីវិតទាំងមូលហើយអ្នកស្ដាប់វិញដូចម្ដេចដែរអ្នកគិតយ៉ាងដូចម្ដេចចំពោះរឿងនេះរបស់លោក Watt តើអ្នកគិតថាការដែលលីស្លាប់នោះវាមកពីអ្វីដែលគាត់បានចិញ្ចឹមវាបានត្រឡប់មកខំខ្ទេចខ្លួនគាត់វិញឬទេអ្នកមានយោបល់ដូចម្ដេចអាចបញ្ចេញមកទៅខាងក្រោមនេះបានខ្ញុំនិងក្រុមការងារនឹងឆ្លើយតបមតិរបស់អ្នកគ្រប់សារជាក់ស្ដែងហើយអ្នកស្ដាប់ក៏អាចគាំទ្រយើងយ៉ាងងាយស្រួលផងដែរគ្រាន់តែអ្នកចុច like វីដេអូនេះឬចែករំលែកទៅកន្លែងណាមួយដែលអ្នកចង់ផងដែរឬមិនដូច្នេះទេអ្នកក៏អាចចុះឈ្មោះជាសមាជិកជាមួយ Channel របស់យើងផងដែរព្រោះបើអ្នកជាសមាជិកមតិរបស់អ្នកនីមួយនឹងមានរូបលោកពុកក្បាលទេបន្ថែមនៅចុងឈ្មោះហើយឈ្មោះរបស់អ្នកក៏នឹងបង្ហាញនៅក្នុងវីដេអូទាំងអស់ក្នុងខែនេះផងដែរសម្រាប់ថ្ងៃនេះខ្ញុំសូមអរគុណយ៉ាងខ្លាំងណាស់ដែលបានស្ដាប់រឿងរហូតដល់ចប់ហើយសង្ឃឹមថានឹងបានជួបគ្នាម្ដងទៀតជាមួយរឿងល្អិត8រឿងខ្មោចក្នុងអេពីសូតក្រោយសូមឲ្យយប់នេះជាយប់ដ៏ល្អសម្រាប់អ្នកទាំងអស់គ្នា